បងប្អូននេះអាកូនព្រាបដែលខ្ញុំព្យាបាលអុចថ្ងៃមុនហ្នឹងបងប្អូននេះក្រោយពីខ្ញុំកាត់ហើយបាញ់បានមកព្រឹកពីព្រឹកឥឡូវវាក្រៀមបងប្អូនណាវាក្រៀមហើយហើយនឹងយើងបាញ់បន្តទៅរហូតដល់3ថ្ងៃទៅណាបងប្អូនហើយបើសិនណាវាកើតឡើងកដែងកដាលណាបងប្អូនដោយសារតែយើងយកអាតាគៀបពុកមាត់ហ្នឹងចាប់វាអត់អស់អញ្ចឹងយើងចាប់វាឲ្យអស់អាសាញហ្នឹងរហូតដល់ឈាមឲ្យរៀងខូងតិចទៅណាបងប្អូនហើយយើងយកសម្លៃបាល់តាជាយើងហ្នឹងយើងចលក់ទឹកអាកុលមួយទឹកខ្មេះអីជូតវាទៅឲ្យអស់ឈាមហ្នឹងតិចទៅកម្ចាត់មេរោគវាខ្លះតមកយើងបិទភ្នែកបិទច្រមុះអីទៅហើយយើងបាញ់វាមួយឈីតពីរឈីតទៅអញ្ចឹងវាជីហើយណាបងប្អូនវាចាប់ដើមជីហើយនេះខ្ញុំដាក់ចំណីឲ្យវាស៊ីកូនព្រាបនេះប្រភេទព្រាបមន់ទេបងប្អូនព្រាបមន់ពួក6ខាំណា6ខាំអានេះវាចង់ចេះស៊ីចំណីហើយពេលខ្ញុំដាក់ចំណីចេះបើសិនណាអត់មានមិនទាន់មានមេវានាំមកចឹកទេវាគឺវាអត់ចឹកទេណាវានៅខ្លាចឡើយវាទៅដបងដល់មេវាមកចឹកមេវាមកស៊ីបានវាស៊ីដែរឬមួយក៏ក្រុមវងហ្នឹងមកស៊ីចំណីកន្លែងហ្នឹងអញ្ចឹងបានវាស៊ីដែរណាបងប្អូនហ៊ីបហើយឥឡូវនេះវាអត់តាន់ច្បាស់ទេរឿងចំណីនៅមេវាបញ្ចុកឡើយហើយមានក្រុមវងស៊ីទៅវាស៊ីតាមឡើយវាអត់តាន់ចេះស្ទាត់ទេអញ្ចឹងអ្វីនេះវ័យកំពុងតែមេវាបរៀនហើយយើងបរៀនខ្លះណាយើងបរៀនខ្លះមេវាបរៀនខ្លះដល់ពេលវាធំតិចទៀតមេវាបរៀនបឆោតទៅរកកន្លែងទឹករកចំណីហើយប៉ុន្តែនៅក្នុងត្រង់នេះខ្ញុំដាក់ទឹកដែរណាបងប្អូនតែមេវានាំស៊ីចំណីហើយនាំផឹកទឹកទៅគឺវាចេះស៊ីចំណីណាបងប្អូននេះគឺគូកំណើតរបស់វាបងប្អូនគូកំណើតរបស់វានេះស្អាតណាស្អាតសខ្ញុំស្រឡាញ់សក្រុមវងធំខាងនោះមកឌៀនតាមចំណៃព្រោះព្រៀបដែលយើងធ្លាប់ដាក់ចំណៃក្នុងទ្រុងចេះណាបងប្អូនទោះបីវាទៅស៊ីនៅកន្លែងទ្រុងធំនោះក៏ដោយនោះដាក់ចំណៃកន្លែងនោះក៏ដោយដល់ពេលចាប់ដើមស៊ីមិនទូពេលណាយើងដើរចេញអាព្រៀបហ្នឹងវាធ្លាប់យើងដាក់ក្នុងទ្រុងហ្នឹងអញ្ចឹងវាមកចាំដែរណាចាំទឹកចាំចំណៃហើយវាគង់ចាំទឹកចាំចំណៃហើយខ្ញុំទៅមើលវាតិច